សំបីតែព្រះមហេសីក៏មិនបានឃើញមុខអ្នកបម្រើក្នុងវាំងច្បាស់ដែរតើអ្នកបង្កើតទំនាក់ទំនងនៅពេលឃើញដំបូងដោយអ្នកនាងយ៉ានកំពុងព្យាយាមមានចិត្តតូចតាចជាមួយព្រះមហេសីឬរូបរាងរបស់អ្នកជាអ្នកបម្រើក្នុងវាំងអ្នកបម្រើចាស់មានអារម្មណ៍ថាមានអ្វីមួយដែលធ្លាប់ស្គាល់វាមិនទាន់យឺតពេលទេសម្រាប់ខ្ញុំក្នុងការជួបគាត់ឥឡូវនេះងាកមកសម្លឹងមើលហាព្រះអង្គម្ចាស់ទោះបីជាអ្នកនិងព្រះនាងម្ចាស់ក្ត្រីមានចំនួនគ្នាក៏ដោយហេតុអ្វីបានជាខ្ញុំយករបស់បែបនេះមកព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រីយានីព្រះករុណានេះជាជំងឺអត់ស្វាយវាឆ្លងរាលដាលអធិរាជនីយ៉ានវាដោយសារតែអ្នកកំពុងកាន់បន្លានាខ្ញុំនឹងមិនប្រកាន់អ្នកទេប៉ុន្តែអ្នកគ្រាន់តែធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅយករបស់នេះទៅព្រះរាជវាំងអ្នកពិតជាមានមោទនភាពណាស់ព្រះមហាក្សត្រីយានីមានពេលទំនេរដើម្បីរិះគន់ខ្ញុំនៅទីនេះហេតុអ្វីមិនពិគ្រោះជាមួយគ្រូពេទ្យរាជវង្សដើម្បីមើលថាតើអ្នកបានឆ្លងមេរោគឬអត់ស្ត្រីពលអ្នកត្រឡប់ទៅព្រះរាជវាំងវិញយ៉ាងលឿនហើយគ្រូពេទ្យអធិរាជមកមិនអីទេគាត់ប្រហែលជាគិតហើយយើងបានទៅព្រះរាជវាំងរបស់គាត់ដើម្បីឆ្លងជំងឺនេះដល់គាត់សម្រាប់ពេលបច្ចុប្បន្នការយកចិត្តទុកដាក់មិនគួរផ្ដោតលើការកក់នោះទេមុខរបស់អ្នកគឺខ្ញុំបានគូវាភ្លាមបន្ទាប់ពីអ្នកបានរារាំងវាឆ្លាតវៃបេមានអ្វីមួយដែលខ្ញុំមិនប្រកាសថាខ្ញុំគួរនិយាយឬអត់បើមិនគួរនិយាយទេកុំនិយាយវាអីតើអ្នកមិនគិតថាគាត់ដឹងច្រើនពេកទេតើអ្នកចង់និយាយអ្វីអ្នកក្រោមបង្គាប់របស់គាត់សង្ស័យពីអត្តសញ្ញាណនិងគោលបំណងរបស់គាត់ចាប់តាំងពីគាត់ដឹងពីការសមាធិហេតុអ្វីបានជាគាត់មិនអនុវត្តវាឲ្យលឿនជាងនេះប្រសិនបើយើងបានប្រើប្រាស់វាពីមុនមកយើងមិនចាំបាច់ឆ្លងកាត់បញ្ហាច្រើនលើសពីនេះទៅទៀតបន្ទាប់មកគាត់បាននិយាយថាចាប់តាំងពីគាត់ដឹងពីការសមាធិមកគាត់ក៏ប្រហែលជាស្គាល់មន្តអាគមផងដែរប្រសិនបើគាត់ដឹងពីមន្តអាគមដូច្នេះចុះយ៉ាងណាចំពោះការបដូរព្រលឹងវិញទៅរួចទេដែលវាជាគាត់រឿងល្ខោនសាសម័យយ៉ាន់មានរឿងអ្វីព្រះមហាក្សត្រទ្រង់ព្រួយបារម្ភពីខ្ញុំឬមួយអ្នកក៏ជាមនុស្សលាក់ពុតដូចខ្ញុំដែរមនុស្សគ្រប់គ្នាបានរវាព្រះមហាក្សត្រមានបន្ទូលថាយើងទាំងអស់គ្នាស្ថិតនៅក្នុងទូកតែមួយទោះជាយ៉ាងណាក៏ដោយនៅពីក្រោយឆាកពួកគេបានលាក់បាំងការស្មានគ្រប់បែបយ៉ាងតែសោះខ្ញុំមិនបានខ្ញុំដឹងថាពិធីដោះដូរព្រលឹងគឺចម្លែកដោយធម្មជាតិហើយខ្ញុំនិយាយតាំងពីដើមមកថាខ្ញុំស្គាល់ការសមាធិតើអ្នកចាប់ខ្ញុំដោយសារតែអ្នកយល់ច្រឡំថាខ្ញុំជាមេធ្មប់មែនទេសូមអភ័យទោសប៉ុន្តែឥឡូវនេះខ្ញុំសុខចិត្តនិយាយថាខ្ញុំស្គាល់ពីការធ្វើសមាធិវាដោយសារតែខ្ញុំគិតថាអ្នកជឿខ្ញុំឆោតល្ងង់ពេកខ្ញុំដឹងថាអ្នកខឹងខ្ញុំយល់ពីអ្នកប៉ុន្តែអ្នកក៏យល់ពីខ្ញុំដែរខ្ញុំស្ថិតក្នុងស្ថានភាពនេះមានរឿងជាច្រើនដែលត្រូវពិចារណាស្រមុកលើកនេះតើអ្នកចង់បានលុយប៉ុន្មានខ្ញុំស្រឡាញ់លុយប៉ុន្តែខ្ញុំក៏មានបុគ្គលិកលក្ខណៈដែរសូមកុំប្រមាថខ្ញុំបាត់ចាស់សោះវាទាំងអស់ជាកំហុសរបស់អ្នកក្រោមបង្គាប់របស់អ្នកតើការទទួលស្គាល់កំហុសរបស់ខ្លួនមានប្រយោជន៍អ្វីដើម្បីលួងលោមប្រពន្ធចុងដ៏អាហាភាបើមិនដូច្នោះទេកុំបិទផ្លូវរបស់អ្នកនៅក្នុងធំធំនេះទៅព្រំដែនដើម្បីជីកយកធ្យូងថ្មខ្ញុំមានដំណោះស្រាយមួយបានទទួលស្គាល់កំហុស